Hello guys សួស្តីអ្នកទាំងគ្នាដោយមករយៈហ្នឹងខ្ញុំអត់បានចេញវីដេអូអ្នកទាំងគ្នាមានអ្នកគេនៅចាំវីដេអូខ្ញុំអត់បើអ្នកទាំងគ្នាចាំឬក៏អត់ចាំក៏អីដែរអ្នកទាំងគ្នាអញ្ចឹងយើងកុំឲ្យខាតពេលយើងចូលទៅដឹងតាក់ទងទៅនឹង app របស់ A នេះហ្មងទៅចំពោះ app នេះឥឡូវនេះដែរគឺវាបដូររបស់អត់ការទេអ្នកទាំងគ្នាខ្ញុំមិនដឹងថាហេតុអីបានជាវាបដូរឡើងការទេដោយការ update យូរទៅគឺបដូរឡើងការដូចជាមួយខែមុនគឺខ្ញុំបដូរបាន200របស់ខ្ញុំខំតអអ្នកគ្នាប៉ុន្តែឥឡូវគឺបដូរឡើងការត្រោយនិយាយរួមគឺខ្ញុំមិនដឹងថា app របស់ A នេះហ្នឹងកាត់អីហ្មងប៉ុន្តែនៅតែមានអ្នកលេងដែរអ្នកទាំងអស់គ្នាមិនអត់ទេសូម្បីតែខ្ញុំឥឡូវនេះដែរក៏ខ្ញុំអត់ទាន់បានលុប app ហ្នឹងចេញដែរមូលហេតុដែលខ្ញុំអត់ទាន់លុប app ហ្នឹងចេញដោយសារតែ app ហ្នឹងគឺវាអត់ទាន់បិទជាផ្លូវការតាម App Store ឬក៏ Play Store អីទេអាហ្នឹងមកតាមខ្ញុំដឹងហើយរួមខ្ញុំអត់ដឹងថាអាចនឹងបដូរបានវិញអត់ទេដោយសារឥឡូវហ្នឹងខ្ញុំបដូរអត់កើតទេចុះអ្នកទាំងអស់គ្នាបដូរកើតអត់បើអ្នកទាំងអស់គ្នាបដូរកើតអ្នកទាំងអស់គ្នា comment នៅខាងក្រោមវីដេអូហ្នឹងបានអញ្ចឹងគឺខ្ញុំមក update តែប៉ុណ្្នឹងទេប៉ុន្តែមុននឹងបញ្ចប់វីដេអូគឺខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំនឹង come back ធ្វើវីដេអូ YouTube វិញហើយដែលខ្ញុំនឹងធ្វើតាក់ទងទៅនឹងវគ្គនៅក្នុង Roblox ដែលយើងអាចទទួលបាន item អីមួយចំនួនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលបានមើលវីដេអូនេះដល់ចប់អញ្ចឹងចាំជួបខ្ញុំនៅវីដេអូក្រោយបាយបាយ